កម្ពុជាអត់ធ្មត់សពគ្រប់បែបយ៉ាងព្រោះតែមិនចង់ឲ្យមានការផ្ទុះសង្គ្រាមសារជាថ្មីព្រោះតែចង់ឲ្យមានការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីយើងមានក្រុមការងារ JBC GBC ដែលមានជំនាញច្បាស់លាស់មានគោលការណ៍បំពេញការងារច្បាស់លាស់លើកិច្ចការព្រំដែនថ្ងៃនេះយើងបានឃើញក្រុមអ្នកសង្កេតការអាស៊ានបានចុះទៅដល់ច្រកបឹងត្រកួនទៀតដែរបងប្អូនឥឡូវយើងមកមើលព័ត៌មាននេះជាមួយគ្នាបន្តិចពីក្រសួងការពារជាតិនៅថ្ងៃអាទិត្យទី23ខែសីហាឆ្នាំ2026វេលាម៉ោង 8:25 នាទីព្រឹកក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការអាស៊ានពីសាធារណរដ្ឋហ្វីលីពីនចុះសង្កេតការនិងផ្ទៀងផ្ទាត់រាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនៅទីតាំងចំនួន14ដែលមានទូកុងតឺន័រសរុបចំនួន44ស្ថិតនៅក្នុងចំណុចច្រកបឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាចំនួន 7873 នាក់ស្មើនឹង 1869 គ្រួសារក្នុងនោះមានកុមារចំនួន 1847 នាក់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញនៅឡើយទេការចុះសង្កេតការផ្ទៀងផ្ទាត់និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការអាស៊ានគូសបញ្ជាក់អំពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមានចែងនៅក្នុងចំណុចទី4នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងដោយកិត្តិយសកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀម MOU ឆ្នាំ2000 TOR ឆ្នាំ2003ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកក្នុងន័យនេះកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនិងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងនោះឡើយនិងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនៅរាល់សកម្មភាពជាឯកតោភាគីសកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានជ្រាបជាព័ត៌មានបាទបងប្អូនឃើញហើយថាកម្ពុជាតាំងពីដើមរហូតដល់ពេលនេះតាំងពីដើមរហូតដល់ចប់ប្រកាសជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ដាច់ខាតគឺមិនដោះស្រាយបញ្ហាដោយការប្រើកម្លាំងទេដោះស្រាយបញ្ហាដោយការប្រើអនុសញ្ញាសន្ធិសញ្ញា MOU កិច្ចព្រមព្រៀងដែលយើងមានស្រាប់រវាងទ្វេភាគីដែលយើងមានតាំងពីដើមរហូតមកដល់ពេលនេះដែលយើងមិនដែលផ្លាស់ប្ដូរជំហររបស់យើងឡើយប៉ុន្តែខាងថៃគេផ្លាស់ប្ដូរជំហររបស់គេជានិច្ចម្ដងគេថាអញ្ចេះម្ដងគេថាអញ្ចោះម្ដងចង់ទ្វេភាគីម្ដងចង់ទៅកាន់អន្តរជាតិហើយម្ដងទៀតចង់ត្រឡប់មកទ្វេភាគីវិញក្នុងខណៈដែលគេលុបចោលអ្វីដែលយើងមានជាគោលការណ៍ទ្វេភាគីនោះទៅទៀតគេកលិចកលុចបាតដៃខ្នងដៃប៉ុន្តែដោយសារកម្ពុជារឹងមើងរក្សាជំហររបស់ខ្លួនមិនកែប្រែខ្ញុំជឿជាក់ថាមុននឹងក្រោយថៃត្រូវតែដើរតាមផ្លូវដែលកម្ពុជាចង់ដើរនេះគឺជាជំហររបស់យើងដែលមិនដែលព្រួលប្រែសូមអរគុណថ្នាក់ដឹកនាំដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងគ្រប់ក្រសួងមន្ទីរពាក់ព័ន្ធដែលមានភារកិច្ចក្នុងការដោះស្រាយបញ្ហានេះថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងមែនទែនប្រជាពលរដ្ឋកម្ពុជាក៏ជឿទុកចិត្តលើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើងកងកម្លាំងរបស់យើងគ្រប់ប្រភេទនៅជួរមុខ
ក៏គោរពបញ្ជាថ្នាក់ដឹកនាំរបស់យើងជឿជាក់ថាកិច្ចការនេះប្រកាសជាអាចដោះស្រាយបានយ៉ាងជោគជ័យហើយកម្ពុជានឹងមានជ័យជំនះពីព្រោះកម្ពុជាមានភាពស្របច្បាប់កម្ពុជាមានផុសតាងសាក្សីសពគ្រប់បែបយ៉ាងដែលបញ្ជាក់ថាយើងគឺជាម្ចាស់ដីយើងជាម្ចាស់ដីដែលមានប្លង់រឹងយើងជាម្ចាស់ដីដែលមានភាពស្របច្បាប់សពគ្រប់បែបយ៉ាងដែលគេជាចោលសោះហេតុអីបានជាបងប្អូនខ្លះកំពុងតែបាក់ទឹកចិត្តដោយសារចោលហើយបែរជាបាត់ទំនុកចិត្តលើខ្លួនឯងដែលជាម្ចាស់ដីដែលមានអ្វីគ្រប់យ៉ាងស្របច្បាប់នេះទៅវិញសូមលើកទឹកចិត្តពុកម៉ែបងប្អូនឲ្យទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងបន្តទៀតអរគុណច្រើនបងប្អូនតោះសូមជួយ share វីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាហេតុអ្វីបានជាសៀមត្រូវឈ្លានពានខ្មែរហេតុអ្វីបានជាខ្មែរវាយទប់ទល់មិនវាយបកមែនទែនទៅនៅក្នុងចំណុចនេះវាគឺជាជំរឿនៅក្នុងនយោបាយមួយដែលបងប្អូនមួយចំនួនបានដឹងទិសដៅឆ្នាំ2050របស់កម្ពុជាដូចជាកម្ពុជាធ្វើពលានយន្តហោះដៃជោថ្មីនិងកម្ពុជាជីកព្រែកហ្វូណនដៃជោនិងសមិទ្ធផលជាតិខ្មែរជាច្រើនទៀតដែលខ្មែរកំពុងតែធ្វើទាំងសេដ្ឋកិច្ចនយោបាយនិងយោធាផងដែរសូមបងប្អូនសម័យមើលបើសិនជាខ្មែរនៅតែបន្តអភិវឌ្ឍរហូតដល់ឆ្នាំ2050តើសៀមមានសមត្ថភាពឈ្លានពានខ្មែរទៀតដែរឬទេតើគេមានគំនិតត្រឹមតែឈ្លានពានខ្មែរឬគេមានគំនិតមិនចង់ឲ្យខ្មែរដើរទៅមុខគេចង់ឲ្យខ្មែរដើរថយក្រោយជាការពិតណាស់នៅក្នុងសម័យដៃជោធិបតីខ្មែរមិនមែនបោះជំហានខ្លីៗដោយកាលចំនួនមុនទេអ្វីដែលយើងចាប់អារម្មណ៍បំផុតគឺនយោបាយរួបរួមបណ្ដោះបញ្ញវន្តជាតិបន្តបង្កើនសេដ្ឋកិច្ចជាតិនិងពង្រឹងសមត្ថភាពយោធានេះគឺជាអ្វីដែលប្រទេសក្បែរខាងយើងមិនសប្បាយចិត្តនោះទេរួចគេក៏មានគំនិតចង់ឈ្លានពានយើងឲ្យហើយទាន់ខ្មែរមិនទាន់រឹងមាំនិងចង់បង្អាក់ខ្មែរកុំឲ្យខ្មែរអភិវឌ្ឍខ្លួនទៅមុខទៀតបានជាធម្មតាប្រទេសមានសង្គ្រាមគឺផ្ដោតទៅលើសង្គ្រាមទាំងស្រុងប៉ុន្តែនៅក្នុងពេលនេះរាជរដ្ឋាភិបាលរបស់យើងខ្ញុំមើលឃើញថាមិនមែនត្រឹមតែខិតខំទប់ទល់ស្ថានភាពព្រំដែនទេប៉ុន្តែថែមទាំងសម្ងំអភិវឌ្ឍខ្លួនថែមទៀតទាំងសេដ្ឋកិច្ចទាំងនយោបាយត្រូវតែដើរទៅមុខជានិច្ចជាពិសេសជៀសវាងការប៉ះទង្គិចណាមួយដែលធ្វើឲ្យមានការប៉ះពាល់ដល់សន្តិសុខជាតិជនជាតិខ្មែរយើងមិនដែលខ្លាចសង្គ្រាមនោះទេប៉ុន្តែខ្មែរយើងបានរស់នៅក្នុងសង្គ្រាមអស់រាប់សិបទសវត្សរ៍មកហើយដូច្នេះហើយយើងមិនអាចបណ្ដាលឲ្យខ្លួនយើងធ្លាក់ទៅក្នុងដាននៃប្រវត្តិសាស្ត្រដដែលទៀតនោះទេតើបងប្អូនដឹងទេហេតុអ្វីបានជាគេមិនឈ្លានពានមីយ៉ាន់ម៉ាដោយសារតែគេអាចប្រើប្រាស់ពួកការ៉ែនបានដើម្បីឲ្យមីយ៉ាន់ម៉ាដើរថយក្រោយហើយបន្តរស់នៅក្នុងសង្គ្រាមហេតុអ្វីសៀមមិនឈ្លានពានម៉ាឡេស៊ីដោយសារតែម៉ាឡេស៊ីខ្លាំងជាងនិងមានក្រុមផ្ដាច់ខ្លួនភាគខាងត្បូងប្រទេសសៀមចាំវាយបកសៀមទើបសៀមជ្រើសរើសធ្វើសង្គ្រាមវាយជាមួយខ្មែរដើម្បីវាយខ្មែរឲ្យដាច់ប៉ុន្តែគេមិនបានសម្រេចទាំងពីរលើកដោយខ្ញុំបានលើកឡើងក្នុងសំណេរមុននឹងក្រោយគង់តែឲ្យទឹកដីដែលគេកំពុងតែគ្រប់គ្រងខុសច្បាប់នោះមកឲ្យខ្មែរវិញមួយវិញទៀតប្រសិនបើចង់បន្តសង្គ្រាមជុំទី3ដើម្បីឲ្យខ្មែរចាញ់និងព្រមប្រគល់ទឹកដីគ្រប់គ្រងខុសច្បាប់ឲ្យសៀមត្រូវតែឆ្លងកាត់សង្គ្រាមធំជាមុនសិនប៉ុន្តែសំណួរដ៏ធំមួយត្រូវសួរថាតើសៀមហ៊ានឬទេសូម្បីតែ BM21 មួយគ្រឿងរបស់ខ្មែរក៏សៀមមិនទាន់កំទេចបានសម្រេចដែរតើមានសមត្ថភាពឯណាទប់ទល់ជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុកែតរាប់រយគ្រឿងរបស់ខ្មែរសូម្បីតែ PHL-01 ខ្មែរមិនទាន់អូសយកមកប្រើផងសុទ្ធតែប្រភេទអាវុធដែលអាចកំទេចអ្វីគ្រប់យ៉ាងបានដូចជាទំនប់វារីអគ្គិសនីពលានយន្តហោះនិងកន្លែងចម្រាញ់ប្រេងរបស់សៀមសុទ្ធតែប្រភេទអាវុធខ្មែរអាចបាញ់កំទេចទៅបានហេតុអ្វីបានជាខ្មែរមិនទាន់យកមកប្រើព្រោះតែមិនចង់ឲ្យមានសង្គ្រាមធំដោយខ្ញុំបានជម្រាបបងប្អូននៅសំណេរមុនហើយថាការទប់ទល់តាមព្រំដែនគឺជាយុទ្ធសាស្ត្រល្អបំផុតដើម្បីគេចផុតពីការខូចខាតធ្ងន់ធ្ងរនៅក្នុងសង្គ្រាមចំណុចខ្សោយរបស់សៀមបើយើងទប់ទល់បានកាន់តែយូរកាន់តែល្អព្រោះគេមិនមានប្លង់រឹងដូចយើងទេរួចគេក៏មិនអាចសម្រេចមហិច្ឆតារបស់ខ្លួនឲ្យខ្មែរដើរថយក្រោយបានដែរនេះហើយជាមូលហេតុដែលគេបន្តឈ្លានពានខ្មែរហើយខ្មែរនៅតែបន្តទប់ទល់
ខ្ញុំសូមធ្វើការបញ្យល់បងប្អូនត្រឹមតែប៉ុណ្្នឹងទៅចុះប្រសិនបើមានចន្លោះឬការខ្វះខាតត្រង់ចំណុចណាមួយក៏សូមបងប្អូនធ្វើការអធ្យាស្រ័យទុកជាមុនខ្ញុំសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយជាចុងបញ្ចប់នៅតែមិនភ្លេចនឹងលើកទឹកចិត្តពុកម៉ែបងប្អូនឲ្យទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងបន្តទៀតសូមអរគុណបងប្អូនសូមជួយចែករំលែកវីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាអរគុណច្រើនតើបទឈប់បាញ់ចំណេញដល់ខ្មែរឬចំណេញដល់សៀមតើសង្គ្រាមជុំទី3អាចកើតឡើងដែរឬទេប្រសិនបើគេមិនព្រមអនុវត្ត JBC មែនតែនទៅនៅក្នុងសង្គ្រាមជុំទី1និងជុំទី2រយៈពេល5ថ្ងៃនិង21ថ្ងៃកងទ័ពថៃនិងកងទ័ពខ្មែរប្រយុទ្ធគ្នាត្រឹមតែបន្ទាត់ព្រំដែនតែប៉ុណ្ណោះវាយគ្នាលើកទី1សៀមចង់ដឹងអំពីកម្លាំងខ្សែត្រៀមសៀមវាយើងមិនបែកទើបគេព្រមទទួលយកបទឈប់បាញ់លើកទី1ហើយគេក៏មានបំណងចង់ដឹងអំពីប្រភេទអាវុធរបស់ខ្មែរផងដែរក្រោយពីដឹងសមត្ថភាពអាវុធរបស់ខ្មែរសៀមក៏ចាប់ផ្ដើមឈ្លានពានខ្មែរជាលើកទី2ក្នុងសង្គ្រាមជុំទី2នោះសៀមវាចង់ទម្លុះខ្សែត្រៀមរបស់ខ្មែររួចក៏កើតជាសង្គ្រាមមួយដ៏ធំមិនធ្លាប់មានពីមុនមកផងដែរប៉ុន្តែសៀមមិនអាចវាយបំបែកខ្សែត្រៀមបាននោះទេព្រោះ BM21 របស់ខ្មែរសូម្បីតែមួយគ្រឿងក៏សៀមមិនទាន់បំផ្លាញបានដែរប៉ុន្តែពេលសៀមចូលមកបែរជាត្រូវឆេះរថក្រោះអស់រាប់សិបគ្រឿងរួមទាំងកំភ្លើងធំតូចជាច្រើនព្រមទាំងខូចខាតឡានដឹកកងទ័ពជាច្រើនគ្រឿងទៀតឥឡូវយើងសួរថាតើបទឈប់បាញ់ចំណេញដល់ខ្មែរឬចំណេញដល់សៀមបើនិយាយនៅក្នុងសង្គ្រាមគឺចំណេញដល់សៀមដើម្បីសៀមមានពេលវេលាគ្រប់គ្រាន់រៀបចំអាវុធនិងកម្លាំងឡើងវិញចំណែកឯខ្មែរវិញយើងមានពេលវេលារៀបចំនយោបាយការទូតដើម្បីរកភាពស្របច្បាប់និងបន្តចាប់កំហុសសៀមក្នុងសង្គ្រាមឈ្លានពានខ្មែរទោះបីជាមានបទឈប់បាញ់ដែលក្នុងនោះមានចំណុចមួយបានចែកថានរណាឈរនៅទីតាំងណាអាចបន្តឈរជើងនៅទីតាំងនោះក៏ដោយក៏ចំណុចនោះមិនមែនបញ្ជាក់ថាទឹកដីទីនោះជាទឹកដីស្របច្បាប់របស់សៀមដែរបើសៀមមិនអាចវាយខ្មែរប្រែក្លាយឲ្យជាសង្គ្រាមធំដើម្បីមានព្រៀបលើតុចរចាព្រោះថាការវាយមិនបែកខ្សែត្រៀមខាងមុខរបស់ខ្មែរបញ្ជាក់ថាខ្មែរមិនទាន់ចុះចាញ់និងមិនបានបោះបង់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់ទឹកដីនោះទេដូច្នេះទឹកដីដែលគេកំពុងតែគ្រប់គ្រងខុសច្បាប់គង់តែត្រូវឲ្យមកខ្មែរវិញបើខ្មែរមិនព្រមចុះចាញ់នៅក្នុងសង្គ្រាមនឹងនៅតែបន្តតវ៉ាតាមផ្លូវការទូតចំពោះកិច្ចការការទូតខ្មែរយើងដឹងតែឈ្នះហើយឲ្យតែសង្គ្រាមជុំទី3មិនផ្ទុះឡើងវិញប៉ុន្តែបើវាផ្ទុះវិញដូចសៀមឃើញខ្មែរទិញអាវុធពីចិនយូរហើយទើបតែដឹកមកសៀមតាមសួរចិនរហូតមានន័យថាការកំពុងគ្រប់គ្រងខុសច្បាប់របស់សៀមគឺមិនអាចទប់ទល់សង្គ្រាមជុំទី3បានទេរួចរឿង JBC ដែលគេមិនចង់អនុវត្តព្រោះគេចង់ចាប់ផ្ដើមសង្គ្រាមជុំទី3បើគ្មានជុំទី3ទេគេមិនអាចបន្តគ្រប់គ្រងទឹកដីទាំងអស់នោះទៀតបានទេដូចជាខ្ញុំបានបញ្ជាក់នៅខាងលើហើយថាខ្មែរមិនព្រមចុះចាញ់ខ្មែរនៅតែបន្តតវ៉ាទាមទារទឹកដីរបស់ខ្លួនដែលសៀមកំពុងតែគ្រប់គ្រងខុសច្បាប់យកត្រឡប់មកវិញមួយវិញទៀតបើបងប្អូនសួរថាបើមានជុំទី3មែនតើខ្មែរយើងមានអីទប់ទល់ចំណុចនេះខ្ញុំមិនអាចបញ្យល់ប្រាប់បងប្អូនបានទេរួចឯខាងគេក៏គេមិនវាយយើងតាមរបៀបសង្គ្រាម2ជុំដូចមុនដែរសង្គ្រាមខ្មែរសៀមមិនដូចសង្គ្រាម21ថ្ងៃពីមុនទេដឹងតែវាជាសង្គ្រាមធំដែលមិនធ្លាប់មានពីមុនមកនិយាយដល់សង្គ្រាមខ្មែរយើងមិនចង់ឲ្យមានទេប៉ុន្តែខាងសៀមគេចង់មានបងប្អូនមានឃើញត្រង់សេរបស់គេសៀមដែលគេខំធ្វើនោះមិនមែនធ្វើដើម្បីឈរជើងធម្មតាទេគឺគេធ្វើដើម្បីត្រៀមនិងដើម្បីវាយរុលខុសពីយើងធ្វើដើម្បីទប់ទល់ខ្ញុំសូមចែករំលែកការបញ្យល់ខ្លីប៉ុណ្ណឹងដល់បងប្អូនទៅចុះប្រសិនបើមានចន្លោះឬខ្វះខាតត្រង់ចំណុចណាមួយក៏សូមពុកម៉ែបងប្អូនមេត្តាអធ្យាស្រ័យទុកជាមុនសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយនៅចុងបញ្ចប់នៅតែមិនភ្លេចនឹងលើកទឹកចិត្តពុកម៉ែបងប្អូនឲ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងបន្តទៀតសូមបងប្អូនជួយចែករំលែកវីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាអរគុណច្រើន